បាទសួស្តីបងប្អូនអរគ្នាឥឡូវនេះគឺវគ្គបញ្ចប់វគ្គ26បងប្អូនណានៅតែមួយវគ្គទៀតទេចឹងអាចចាញ់ងាកនឹងមកហើយអញ្ចឹងខ្ញុំបានសន្និដ្ឋានត្រូវមួយចំណុចកាលពីវគ្គ24ណាខ្ញុំមើលចប់ខ្ញុំអឺសន្និដ្ឋានថាវគ្គ25វានឹងកាត់ឡើង2ចំណុចហើយខ្ញុំទាយត្រូវមួយខុសមួយចំណុចដែលខ្ញុំទាយត្រូវគឺបងវ៉ាគាត់នាំប្រពន្ធកូនគាត់រត់មែនឃើញទេនេះគឺខ្ញុំទីត្រូវថ្ងៃទីនៅភាគទី25ហើយចឹងគេសម្ដែងមកគឺរត់ចេញមែនហើយខ្ញុំទីខុសមួយចំណុចគឺផោះតាងគឺផោះតាងចាប់ផោះតាងកាមេរ៉ាឡានហ្នឹងគឺចាប់សកម្មភាពមួយវ៉ាធ្វើឃាត TV ហ្នឹងចាប់បានហើយប៉ុន្តែយើងអត់ទាន់បានឃើញជាក់ស្ដែងទេប៉ុន្តែសាច់រឿងប្រហែលជាមានន័យថាមានសកម្មភាពវីដេអូហ្នឹងតែគេអត់បង្ហាញទេគេចាំចាប់តែម្ដងឃើញទេខ្ញុំក៏នេះអញ្ចឹងខ្ញុំទាយត្រូវមួយខុសមួយណា50ឥឡូវនេះគឺខ្ញុំមកទាយស្មានមើលឬក៏សន្និដ្ឋានមើលដោយកត្តា5ចំណុចណាអញ្ចឹង5ចំណុចដែលខ្ញុំសន្និដ្ឋានថាអ្នកនិពន្ធឬក៏អ្នកដឹកនាំរឿងនឹងបញ្ចប់ទៅ5ចំណុចដែលខ្ញុំសន្និដ្ឋានហ្នឹងណាដែលខ្ញុំសង្កេតមើលរឿងហ្នឹងបងប្អូនណាអញ្ចឹងតើ5ចំណុចហ្នឹងមានអីខ្លះនេះបងប្អូនមកស្ដាប់ជាមួយខ្ញុំណាចំណុចសំខាន់ណាចំណុចសំខាន់ដែលភាគបញ្ចប់នឹងសម្ដែងបាទគឺមាន5ចំណុចចំណុចទី1បងប្អូនមាននេះលូណាគាត់បានរត់មកតាមគ្រួសាររបស់គាត់បាទហើយក្រោយមកគាត់ក៏បានឆាតទៅប៊ូស្នាប្រាប់ពីទីតាំងដែលគាត់រត់ចេញមកហ្នឹងឃើញទេនេះអាហ្នឹងមួយចំណុចហើយចំណុចទី2គឺលូណាគាត់រត់ចេញពីបន្ទប់ឃើញទេចឹងពេលរត់ចេញពីបន្ទប់ហ្នឹងតើមានអ្នកមកជួយអត់ហើយលូណាប្រាប់ទីតាំងប៊ូស្នាហ្នឹងប៊ូស្នាគាត់បានស្ដាប់អត់គាត់ដឹងទេគាត់ស្គាល់ទេឃើញទេស្គាល់ទេបងប្អូនគាត់ថាគាត់ស្គាល់ទេហើយលូណាគាត់រត់ចំណុចទី2លូណាគាត់រត់ចេញពីបន្ទប់ហើយបងប្អូនគិតមើលថាតើអ្នកណាគេមកជួយអ្នកណារើកន្លែងនឹងឃើញហើយចំណុចទី3គឺបងម៉ារីណាហើយអាចដឹងគឺបងម៉ារីប្រហែលជាអាចដឹងកន្លែងលាក់ខ្លួនបងវ៉ាហើយប្រពន្ធនឹងកូនគាត់នឹងប្រហែលអាចដឹងបាទហើយមួយទៀតមូលហេតុអីខ្លះដែលធ្វើឲ្យប្តីចង់ចាប់ដើមចាប់រំលោភកូនចង់ខ្លួនឯងឃើញទេនេះហើយចំណុចទី5ចុងក្រោយគឺលីសាដែលត្រូវជាម៉ាក់លូឡាដែលត្រូវជាម៉ាក់លូណាហ្នឹងក៏នៅតែស្រឡាញ់ប្តីគាត់ដែរឃើញទេក៏នៅតែស្រឡាញ់ដែរទោះបីជាគាត់ដឹងរឿងនឹងក៏ដោយណានេះតោះឥឡូវបងប្អូនត្រូវស្ដាប់ខ្ញុំបង្ហាញពីចំណុចទី1គឺលូណាក៏បានប្រាប់តាមឆាតទៅបងស្នាពីទីតាំងគាត់បានប្រាប់ថាគាត់អត់ស្គាល់កន្លែងនឹងច្បាស់ទេប៉ុន្តែគាត់ដឹងថាពេលដែលគាត់រត់ចេញពីផ្ទះហើយមានផ្លូវបត់ឆ្វេងហើយទៅត្រង់រហូតគាត់តែប៉ុណ្ណឹងហ្នឹងហើយរត់ចូលទៅត្រង់រហូតឲ្យឆ្ងាយទៀតណាបាទឆ្ងាយទៀតគាត់ប្រាប់តែប៉ុណ្ណឹងពេលនោះឪពុកគាត់ក៏បានមកដល់នេះឃើញទេបងប្អូនអាហ្នឹងគេឲ្យសញ្ញាមួយអញ្ចឹងអាចសន្និដ្ឋានថាគេចាប់បងវ៉ាគឺចាប់បងវ៉ានៅកន្លែងនឹងតែម្ដងណាតែចាប់ដោយរបៀបម៉េច
ឥឡូវទៅមើលទៀតលូណារត់ចេញពីបន្ទប់តើមានអ្នកមកជួយឯអ្នកណាគេមកជួយឃើញទេបងប្អូនបាទសម្រាប់ខ្ញុំផ្ទាល់អ្នកដែលមកហើយអ្នកដែលដឹងកន្លែងហ្នឹងគឺមកពីនេះមកពីបងស្នាហ្នឹងគឺគាត់បានបើកឆាតរបស់លូណាគាត់ឆាតមកលូណាឆាតមកគាត់ប្រាប់ពីទីតាំងបន្ទាប់មកគាត់យកទីតាំងហ្នឹងទៅភាសាជាមួយនឹងពុកម៉ែរបស់គាត់ហើយជាមួយនឹងបងរីហ្នឹងបងម៉ារីហ្នឹងណាបាទនៅពេលនោះហើយបានដឹងថាបងម៉ារីបានដឹងថាបងវ៉ាហ្នឹងគាត់រត់ទៅជ្រឹកនៅកន្លែងហ្នឹងឃើញទេចឹងនៅពេលដែលដឹងគឺបងម៉ារីហ្នឹងគឺបងម៉ារីគាត់គឺចាប់ផ្ដើមនាំប៉ូលីសនាំសមត្ថកិច្ចទៅឃើញទេនេះចឹងចំណុចទី3ហ្នឹងគឺបងម៉ារីហ្នឹងហើយជាអ្នកដឹងបងម៉ារីហ្នឹងហើយគឺជាអ្នកស្គាល់កន្លែងហ្នឹងបាទគឺស្គាល់កន្លែងដែលលាក់ខ្លួនហ្នឹងហើយកន្លែងដែលលាក់ខ្លួនហ្នឹងគឺជាផ្ទះបងប្អូនចដូនមួយដែលគាត់ទុកចោលណាទុកចោលយូរហើយអញ្ចឹងបងម៉ារីគាត់ជាដឹងហើយព្រោះគាត់នៅជាមួយនឹងបងវ៉ាដែរណានេះបងវ៉ាទៅជាប្អូនគាត់ហ្នឹងអញ្ចឹងចំណុចទី3ហ្នឹងគឺដឹងទីតាំងដោយសារតែបងម៉ារីជាអ្នកប្រាប់នេះហើយចំណុចទី4គឺជាចំណុចល្អបាទហើយក៏ជាចំណុចមិនល្អសម្រាប់អ្នកដែលមានឪពុកនេះឪពុកចុងចឹងអ្នកដែលមានឪពុកចុងប្រកាសជាមិនសប្បាយចិត្តនៅក្នុងការមើលរឿងហ្នឹងឯងបាទពីព្រោះរឿងហ្នឹងកូនក៏មិនសប្បាយចិត្តឪពុកក៏ចាប់ផ្ដើមមិនសប្បាយចិត្តដែរស៊ូមមិនមើលរឿងហ្នឹងផងណាបាទមូលហេតុអីបានខ្ញុំហ៊ាននិយាយបែបហ្នឹងនិយាយទៅបងវ៉ាគឺជាមនុស្សល្អទោះបីជាគាត់ប្តីចុងក៏ដោយណា20ឆ្នាំហើយគាត់មើលថែប្រពន្ធមើលថែកូនរហូតដល់ធំ18ឆ្នាំពេញកមុំស្ដោកស្អាតឃើញទេប៉ុន្តែដោយសារតែបងវ៉ានេះគាត់សេពគប់មនុស្សខុសបាទគាត់សេពគប់មនុស្សខុសគេសេពគប់ជាមួយបង្ហេងឃើញទេគេសេពគប់មួយគាត់ហើយគាត់ជាមនុស្សដែលនេះអាក្រក់និយាយទៅអាក្រក់គាត់ដើមគំនិតមកឲ្យឪពុកនឹងចាប់ដើមមានតំណែងជាមួយនឹងកូនចុងដោយគិតថាមិនជាសាច់ឯងមិនមែនជាសាច់ឈាមកូនបកើតតែមកជាកូនចុងសោះគាត់និយាយចឹងហើយស្របពេលនោះស្នាក៏ចាប់ដើមតាក់ទងលូណាទៀតចាប់ដើមស្រឡាញ់លូណាទៀតឃើញទេដល់ពេលអញ្ចឹងគាត់ចាប់ដើមរេរកណិតគាត់នឹងតែម្ដងនិយាយទៅគាត់កែខ្លួនដូចហ្នឹងគាត់កែខ្លួន20ឆ្នាំហ្នឹងណាបាទគាត់កែខ្លួនហើយមកបាទចេញពីគុកមកកែខ្លួនពេលបាត់តែគាត់រស់ស៊ីមិនមានធូរធារដូចរង្វាន់មែនប៉ុន្តែគាត់កែខ្លួនឃើញទេហើយគាត់ទៅចាប់ដើមដោះគំនិតហ្នឹងចេញពីបង្ហេងឯងតាក់ទងបង្ហេងឯងអញ្ចឹងបង្ហេងក៏មិនរួចខ្លួនដែរហើយក៏មិនរួចខ្លួនដែរគឺជាប់គុកតាំងពីអ្នកហ្នឹងបាទអ្នកនងគំនិតគឺបង្ហេងហ្នឹងឯងចឹងឃើញទេបងប្អូនគាត់និយាយទៅគាត់គ្មានរំលោភកូនចង់ខ្លួនឯងទេដោយសារតែបង្ហេងជាអ្នកផ្ដើមគំនិតហើយគាត់ចាប់ដើមប្រព្រឹត្តតែប៉ុណ្ណោះឃើញទេចាប់ដើមប្រព្រឹត្តហើយគាត់ចាប់ដើមខុសបន្តិចម្ដងរហូតដល់ដំណាក់កាលនឹងអញ្ចឹងណាឃើញទេនេះហើយចុងក្រោយគឺលីសាហ្នឹងគឺនៅតែស្រឡាញ់ប្តីចុងរបស់គាត់នឹងដែរណា
ទោះបីជាដឹងថាប្តីចងរបស់គាត់ប្រព្រឹត្តរឿងហ្នឹងក៏ដោយប៉ុន្តែនៅតែស្រឡាញ់ឯងបាទចុងក្រោយតោះឥឡូវយើងមើល5ចំណុចហ្នឹងណាទី1លូណាប្រាប់ទីតាំងហើយទី2លូណាក៏បានរត់ចេញពីបន្ទប់ដែរទី3ប្រាប់ទីតាំងទៅបងស្នាស្គាល់ឯងចឹងទី3បងស្នាយកទីតាំងហ្នឹងមកពិភាក្សាជាមួយនឹងបងម៉ារីជាមួយនឹងម៉ែឪគាត់ហ្នឹងគឺដឹងហើយនេះហើយចំណុចទី4គឺបងវ៉ាគាត់សេពគប់មនុស្សខុសហើយធ្វើឲ្យគាត់ធ្លាក់ដល់ចំណុចហ្នឹងឃើញទេបងប្អូននេះហើយចំណុចទី5គឺម៉ាក់លីសាហ្នឹងគឺនៅតែស្រឡាញ់ប្តីរបស់គាត់ឃើញទេបាទអញ្ចឹងតើប៉ូលីសចាប់គាត់នៅកន្លែងណាប៉ូលីសចាប់គាត់ហ្នឹងគឺនៅហើយគឺនៅទីតាំងដែលគាត់ទៅលាក់ខ្លួនហ្នឹងបាទហេតុអីបានប៉ូលីសនឹងទៅដល់ហ្នឹងពីព្រោះបងស្នានេះគាត់បានប្រាប់ទីតាំងរួចហើយបងម៉ារីក៏ដឹងទីតាំងនឹងដែរដល់ពេលអញ្ចឹងគាត់នឹងក៏ចាប់ផ្ដើមនាំប៉ូលីសទៅកន្លែងលាក់ខ្លួននឹងតែម្ដងហើយស្របពេលហ្នឹងហេតុអីបានយើងដឹងដោយសារតែលូណានេះគាត់រត់ចេញពីបន្ទប់មកហើយគាត់ក៏បានស្រែកឲ្យគេជួយអញ្ចឹងទៅហើយពេលនោះក៏លើដល់ប៉ូលីសគឺលើដល់ប៉ូលីសដល់អីចឹងទៅក៏បានមកចាប់ចឹងទៅចាប់ជាប់អីចឹងទៅហើយដល់ពេលក្រោយមកបានម៉ាក់ឌីសាហ្នឹងក៏បានមកដល់ហើយក៏ឃើញប៉ូលីសចាប់ប្តីគាត់អញ្ចឹងដែរណាដោយសារមូលហេតុនេះមូលហេតុនោះអញ្ចឹងហើយក្រោយមកគេក៏បញ្ចប់សាច់រឿងដំណឹងហើយបន្ទាប់មកប៉ូលីសក៏យកប្តីគាត់ហ្នឹងទៅដាក់គុកចឹងទៅហើយគាត់ហ្នឹងក៏បានមកសុំទោសឪពុកម្ដាយគាត់អញ្ចឹងទៅដើមបងប្អូនអ្នកដែលគាត់ធ្វើខុសណាបាទបានត្រឹមសុំទោសហ្នឹងហើយអញ្ចឹងគឺមានប៉ុណ្ណឹងណាសាច់រឿងហើយគឺបញ្ចប់សាច់រឿងដោយរបៀបហ្នឹងអានេះជាការសន្និដ្ឋានជាការប៉ាន់ស្មានរបស់ខ្ញុំណាបើថាមិនដឹងជាសាច់រឿងហ្នឹងគេដឹកនាំទៅណាទៀតខ្ញុំមិនដឹងទេបាទអញ្ចឹងគឺខ្ញុំមានប៉ុណ្ណឹងណាបងប្អូនខ្ញុំអ្នកតាមដានទេមានវាខុសមានត្រូវខ្លះអញ្ចឹងណាបាទហើយអញ្ចឹងមុនខ្ញុំបានទាយ2ចំណុចខុសមួយត្រូវមួយដល់ពេលឥឡូវនេះគឺខ្ញុំដាក់5ចំណុចទៅបងប្អូនមើលតើត្រូវប្រមាណចំណុចបាទចុះខ្ញុំមានប៉ុណ្ណឹងអរគុណ